នេះគឺជាសំឡេងស្រៈវែងទាំង5របស់ភាសាអង់គ្លេសអញ្ចឹងថាតើស្រៈវែងទាំង5នោះមានសំឡេងបែបណាខ្លះតោះយើងទៅរៀនទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាបាទជាពិសេសបងប្អូនសិស្សានុសិស្សបាទអញ្ចឹងថ្ងៃមុនយើងបានរៀនអំពីសំឡេងស្រៈខ្លីរួចមកហើយបាទអញ្ចឹងថ្ងៃនេះជួបគ្នាជាមួយខ្ញុំម្ដងទៀតគឺខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាអំពីសំឡេងស្រៈវែងទាំង5ម្ដងបាទតោះឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នា the five long vowels បាទគឺសំឡេងស្រៈវែងទាំង5បាទអញ្ចឹងសំឡេងទី1នេះសំឡេងរបស់វាគឺយើងអានថា e បាទគឺមាត់របស់យើងរាងញញឹមបាទទាញរាងវែងតិចណា e បែបនេះណា e បាទរបៀបនិយាយរបស់វាគឺមាត់យើងញញឹមឲ្យរាងធំតិចមកហើយអានេះរាងទាញមកក្រោយហ្នឹងណាហើយប្អូនរាងវែងព្រោះវាជាសំឡេងស្រៈវែងណាបាទ e បែបនេះណាបាទយើងមើលពាក្យនេះទាំងអស់គ្នាដូចជាពាក្យ sheep បាទ sheep មើលមាត់របស់ខ្ញុំ sheep បាទរាងញញឹមបែបហ្នឹងណាពាក្យបន្ទាប់គឺគេ eat បាទគឺរាងញញឹមបែបហ្នឹងបាទឥឡូវយើងទៅមើលបន្ទាប់ទៀតបាទយើងទៅមើលសំឡេងទី2បាទសំឡេងទី2គឺស្រៈ r យើងអានថា r បាទរបៀបនិយាយគឺបើកមាត់ឲ្យធំបាទ r បែបនេះណា r អូខេយើងមើលពាក្យ example ទាំងអស់គ្នា car car dark អូខេឥឡូវយើងអនុវត្តប្រយោគនេះមួយបាទយើង practice មួយ the car is in the dark park okay the car is in the dark park okay the car is in the dark park okay សំឡេងស្រៈវែងណាគឺស្រៈ r okay វានិមិត្តសញ្ញាវាគឺ a ហើយមានចុច2ណាបាទអូខេតោះយើងទៅមើលសំឡេងទី3បាទសំឡេងទី3របស់យើងគឺសំឡេងស្រៈ អអូខេរបៀបនិយាយរបស់វាគឺធ្វើមាត់របៀបចេញសំឡេងណាធ្វើមាត់ឲ្យរាងមូលហើយទាញសំឡេងនឹងចេញពីបំពង់កសំឡេងណាអចេញពីបំពង់កមកវិញណាឧទាហរណ៍ដូចជាពាក្យអីគេ fork អូខេបែបនេះ door អូខេ the door មានសំឡេងអក្សរ ខាងចុងគឺថាវាមានអក្សរ ខាងចុងណាបាទ door បែបនេះណាឥឡូវយើងអនុវត្តប្រយោគនេះទាំងអស់គ្នាមួយមក I saw អូខេ I saw អូខេ I saw a horse at the door អូខេ I saw a horse at the door អូខេសំឡេងទី4របស់យើងគឺសំឡេងស្រៈ បាទខុសពីណាអក្សរ u ហើយហាងមានហាងគូចេញក្រៅបែបនេះអានេះ u ហើយចុច2ណាសំឡេងស្រៈវែងបាទរបៀបនិយាយគឺធ្វើមាត់ឲ្យរាងមូលបាទរាងមូលតែកុំធំពេកណារាងមូលហើយរុញទៅមុខបាទបែបនេះរាងស្រួចនេះបាទយើងមើលឧទាហរណ៍ពាក្យវាមើល example យើងមើល moon បាទ moon ណា moon អូខេ moon ពាក្យបន្ទាប់អីគេ blue អូខេ blue សំឡេងវែងណាយើងអនុវត្តប្រយោគនេះមើលអនុវត្តប្រយោគនេះទាំងអស់គ្នា the blue shoes are cool អូខេ the blue shoes are cool អូខេនៅសំឡេងទី4ណាគឺស្រៈតោះឥឡូវយើងទៅមើលសំឡេងទី5របស់យើងបាទវីដេអូនេះខ្លីទេណាព្រោះវាទៅ short ទេវាសំឡេងវែងតែ5ទេណាបាទឥឡូវយើងទៅមើលសំឡេងទី5របស់យើងនេះជាសំឡេងចុងក្រោយសំឡេងស្រៈអូខេសំឡេងស្រៈមាត់របស់យើងស្ថិតក្នុងនេះធ្វើធម្មតាបាទប៉ុន្តែអណ្ដាតរបស់យើងនឹងរៀងងើបឡើងតិចមកដូចជាគេបែបនេះណាសំឡេងស្រៈវែងណាឧទាហរណ៍ដូចជាពាក្យ
bird okay bird 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 okay bird ពាក្យបន្ទាប់ work 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 អានុវត្តប្រយោគនេះទាំងអស់គ្នាយើងអានមើល The girl saw a bird at work The girl saw a bird at work អូខេបាទអញ្ចឹងនេះគឺជាសំឡេងស្រៈវែងទាំង5គឺអានខុសពីស្រៈខ្លីសូម្បីតែចំណងអញ្ចឹងក៏ខុសគ្នាដែរស្រៈខ្លីស្រៈវែងអញ្ចឹងស្រៈវែងគឺអានប្អូសរៀងវែងវែងណាបាទគឺបែបហ្នឹងឥឡូវយើងទៅមើលចំណុចចុងក្រោយបាទគឺខ្ញុំចង់បង្ហាញអ្នកទាំងគ្នាខ្ញុំប្រៀបធៀបឲ្យអ្នកទាំងអស់គ្នាឃើញការចេះស្រៈវែងនិងស្រៈខ្លីគឺវាធ្វើឲ្យអ្នកគ្នាអត់ច្រឡំពាក្យដែលស្តៀងគ្នាណានៅពេលដែលពាក្យណាយើងអត់ចេះយើងវាយក្នុង dictionary យើងមើលនិមិត្តសញ្ញាហ្នឹងទៅយើងដឹងហើយថាពាក្យហ្នឹងគឺអានមិនដូចគ្នាទេបាទសូម្បីតែ IPA ក៏ខុសគ្នាដែរឥឡូវយើងមើលពាក្យនេះពាក្យអីគេពាក្យ fit អូខេ fit អានថា fit គឺខ្លីបែបហ្នឹងសូម្បីមាត់ក៏ខុសគ្នាដែរឥឡូវយើងមើលពាក្យនេះវិញគឺ feed អូខេមាត់ក៏ខុសពីពាក្យ fit ដែរណា feed អូខេខុសគ្នាណាដូចពាក្យនេះយើងតែងតែឃើញនៅតាមហាងកាហ្វេម៉ាតតាមទ្វារកញ្ចក់ណាគេដាក់ថាទាញឬក៏រុញណាអូខេយើងមើលពាក្យនេះមិនមែនអានថា pull ទេអានថា pull អូខេហើយមានសលេងអក្សរ L ខាងចុងតិចណា pull ភាសាស្រៈឧណាសំឡេងខ្លីដល់ពេលពាក្យអាងទឹកអាងហែលទឹកទៅជា pool អូខេ pool អូខេ pool អូខេអាងហែលទឹកបាទឃើញវាខុសគ្នាអញ្ចឹងណាបាទអញ្ចឹងយើងរៀន IPA គឺយើងចេះសំឡេងស្រៈខ្លីស្រៈវែងហើយនៅពេលដែលវាមានពាក្យស្រៈស្តៀងគ្នាយើងវាយមើលក្នុង dictionary ទៅវាឲ្យយើងមើលនិមិត្តសញ្ញាហ្នឹងហើយថាវាខុសគ្នាកម្រិតណាខុសគ្នាបែបណាសូម្បីតែមាត់ហើយនឹងការបញ្ចេញសំឡេងហើយនឹងទម្រង់មាត់ហ្នឹងក៏ខុសគ្នាដែរបាទអញ្ចឹងនេះជាអត្ថប្រយោជន៍នៃការរៀន IPA ណាបាទអញ្ចឹងវីដេអូនេះគឺខ្ញុំនិយាយពីស្រៈវែងទាំង5បាទគឺចប់ហើយគឺមានតែប៉ុណ្ណឹងបាទហើយសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាបាទហើយបើសិនបើមានចម្ងល់ទាក់ទងសំឡេងស្រៈណាមួយបាទសូម comment នៅខាងក្រោមវីដេអូនេះមកបាទហើយបើចង់ឲ្យខ្ញុំធ្វើវីដេអូបញ្យល់អំពីអ្វីមួយទាក់ទងទៅនឹងភាសាអង់គ្លេសបាទក៏សូម comment នៅខាងក្រោមវីដេអូនឹងដូចគ្នាណាបាទហើយកុំភ្លេចជាចុងក្រោយបាទកុំភ្លេចចុច like subscribe និង share វីដេអូនឹងម្នាក់មួយផង love you see you next video